ជំរាបសួរអ្នកទាំងអស់គ្នានេះដែរខ្ញុំនាំអ្នកទាំងអស់គ្នាទៅយកស្នៀតបំបីពិសាហើយចំពោះស្នៀតនេះដែរអ្នកទាំងអស់គ្នាទៅតាម map ដែលខ្ញុំបានបង្ហាញអ្នកទាំងអស់គ្នាទៅគឺនៅលើកំពូលប្រាសាទហើយមុននឹងអ្នកទាំងអស់គ្នាទៅវាយមេហ្នឹងអ្នកទាំងអស់គ្នាត្រូវទៅវាយមេចំនួន2សិនទី1គឺមេសេះអ្នកទាំងអស់គ្នាទៅវាយមេសេះហើយទៅទី2គឺមេ map ដូច map ដែលខ្ញុំបានបង្ហាញហ្នឹងអ្នកនរគ្នាវាយមេហ្នឹងហើយយកត្បូងនៅក្នុងមាត់នាគសិនដើម្បីយកមកដាក់នៅលើកំពូលប្រាសាទហើយមួយទៀតអ្នកទាំងអស់គ្នាត្រូវចាប់សัตว์អាប់ឲ្យបានសន្លឹកជួងដើម្បីដាក់បំពេញជួងពេលបំពេញហើយអ្នកទាំងអស់គ្នាវាយជួងហ្នឹងទៅគេនឹងបើកឲ្យយើងធ្វើ mission មួយហ្នឹងហើយដើម្បីយកស្នៀតបំបីពិសាចហើយនៅពេលដែលអ្នកនរគ្នាឡើងទៅដល់កំពូលអ្នកនរគ្នាត្រូវដូរម៉ោងទៅពេលថ្ងៃពាក់កណ្ដាលថ្ងៃត្រង់បន្ទាប់មកយើងយកត្បូងយកទៅដាក់នៅលើចំណុចកណ្ដាលហ្នឹងទៅដំណើរ quest វានឹងចាប់ផ្ដើមដំណើរការហើយបើអ្នកនរគ្នាត្រូវការដាក់លុយឬក៏ត្រូវការមានសំណួរអីអ្នកនរគ្នាអាចចូលទៅក្នុងក្រុម Telegram ដែលខ្ញុំបានដាក់នៅក្រោមវីដេអូបានហើយកន្លែងនេះដែរអ្នកទាំងអស់គ្នាត្រូវប្រើស្គីជិបចោដើម្បីចាក់ទៅលើរូបចម្លាក់ហ្នឹងឲ្យចំកន្លែងដែលខ្ញុំបានបង្ហាញហ្នឹងទៅអញ្ចឹងអ្នកទាំងអស់គ្នានឹងបើកទ្វារបានហើយបន្ទាប់មកអ្នកទាំងអស់គ្នានឹងជួបឡហានខ្លួនមាសហ្នឹងអញ្ចឹងអ្នកទាំងអស់គ្នាកុំវាយអ្នកទាំងអស់គ្នាគ្រាន់តែចុចស្គីកិច្ចទៅឡហាននឹងដកឈាមអូតូតែបើអ្នកទាំងអស់គ្នាវាយឡហានហ្នឹងវាយអត់ឈឺទេអញ្ចឹងបន្ទាប់ពីអ្នកទាំងអស់គ្នាឆ្លងកាត់ដំណាក់កាលឡហានហ្នឹងហើយអ្នកទាំងអស់គ្នាដើរទៅតាមផ្លូវដែលខ្ញុំបានបង្ហាញនៅក្នុងវីដេអូហ្នឹងទៅបន្ទាប់មកអ្នកទាំងអស់គ្នានឹងទៅដល់កន្លែងវាយមេហើយនៅពេលដែលអ្នកទាំងអស់គ្នាវាយមេស្លាប់ចំនួន3ដងព្រោះមេហ្នឹងឈាម3តង់អញ្ចឹងនៅពេលដែលវាយស្លាប់អស់3ដងនឹងទទួលបានស្នៀតមួយនៅក្នុងចំណោមស្នៀតទាំង41ហើយអញ្ចឹងបើករណីអ្នកទាំងអស់គ្នាត្រូវការដាក់លុយឬក៏ត្រូវការ account តូចធំអីអាចតាក់ទងមកខ្ញុំបានអរគុណច្រើនជម្រាបលាជួបគ្នានៅវីដេអូក្រោយ